Hello. ជាដំបូងបើក Google Chrome រួចចូលគណនី Gmail ណាមួយដែលលោកអ្នកចង់រៀបចំបន្ទាប់មក search រកឬវាយពាក្យ youtube.com បន្ទាប់មក select យកពាក្យ YouTube ម្ដងទៀតសូមចូលទៅកាន់ profile នៅខាងលើស្ដាំដៃរួចរកពាក្យ YouTube Studio បន្ទាប់មកចុច continue ត្រង់ចំណុចនេះសូមចុចពាក្យ setting នៅខាងក្រោមឆ្វេងដៃត្រង់ currency សូមចុចយកពាក្យ USD US dollar ត្រង់ចំណុចនេះសូមជ្រើសរើសយកប្រទេសកម្ពុជាកន្លែង keyword សូមដាក់ពាក្យគន្លឹះដែលទាក់ទងជាមួយនឹង channel របស់លោកអ្នកត្រង់ចំណុចនេះសូម select យកពាក្យ No set this channel as not meant for kids ត្រង់ចំណុចលេខ2 Intermediate Feature ប្រសិនបើវីដេអូរបស់លោកអ្នកលើសពី18នាទីឬ Live Video សូមធ្វើការបញ្ជាក់ជាមួយនឹងលេខទូរស័ព្ទហើយត្រង់ចំណុចលេខ3 Advanced Feature YouTube នឹងបើក Monetize ឲ្យរកលុយដោយ swipe ប្រវត្តិក្នុងរយៈពេល2ខែបន្ទាប់ប៉ុន្តែគួរតែ verify ឲ្យហើយដើម្បីងាយស្រួលក្នុងការធ្វើការផ្សេងៗចុច save កន្លែង upload default នេះជាកន្លែងដែលតាក់ទងនឹងការផុសវីដេអូចូលទៅក្នុង channel របស់បងប្អូនហើយត្រង់ចំណុចត្រង់នេះ Kim សូម recommend ឲ្យបងប្អូនយក unlisted ចាំផុសវីដេអូបាន15ទៅ20នាទីចាំបងប្អូនចូលមកកែវីដេអូទៅជា public វិញហើយនេះជាកន្លែង text ដែលពាក់ព័ន្ធនឹងវីដេអូរបស់យើងហើយត្រង់ category សូមជ្រើសរើសយកអ្វីដែលត្រូវនឹងវីដេអូ content របស់បងប្អូនចំណែកកន្លែង video language សូមជ្រើសរើសយកភាសាខ្មែរឬភាសាណាមួយដែលត្រូវនឹងវីដេអូដែលបងប្អូនចង់ធ្វើចំណែក title និង description language សូមជ្រើសរើសយកភាសាមួយដែលបងប្អូនចង់ប្រើដូចគ្នាcomment ជ្រើសរើសយក on ដើម្បីឲ្យអ្នកដទៃអាច comment លើវីដេអូយើងបាន moderation អាស្រ័យលើបងប្អូនចង់ជ្រើសរើសយកមួយណាក៏បាន
ចំណែកខ្ញុំសូមជ្រើសរើសយក basic កន្លែង block word នេះបងប្អូនអាចសរសេរពាក្យអ្វីដែលបងប្អូនមិនចង់ឃើញបានចុច save មកកន្លែងនេះបងប្អូនត្រូវដាក់រូបភាពណាមួយដែលបងប្អូនគិតថាស្រស់ស្អាតទាក់ទាញពាក់ព័ន្ធនឹង channel របស់បងប្អូនចំណែកកន្លែង description នេះបងប្អូនត្រូវដាក់ដើម្បីឲ្យអ្នកមើលដឹងថា channel របស់បងប្អូននិយាយអំពីអ្វីហើយងាយស្រួលឲ្យអ្នកមើល search រកឆាប់ឃើញផងដែរកន្លែងនេះពាក់ព័ន្ធនឹងការជ្រើសរើសយកភាសាដើមនិងភាសាបកប្រែចុច done ចុច publish Analytics នេះពាក់ព័ន្ធនឹងការតាមដានមើល views ម៉ោងនិង subscribe ផងដែរចំណែកកន្លែងនេះជាកន្លែងបង្ហាញអំពីការគ្រប់គ្រងការរកលុយរបស់ Google AdSense ចុច Get Notified ដើម្បីឲ្យខាង Google ជូនដំណឹងនៅពេលដែលយន្តគ្រប់គ្រងការរកលុយហើយកន្លែង Two Step Verification នេះយើងត្រូវតែបើក Verify ជាមួយនឹង Password Gmail គណនី YouTube Channel និងលេខទូរស័ព្ទផងដែរដើម្បីការពារសុវត្ថិភាពគណនីរបស់យើង